បាទសួស្តីបងប្អូនអរគ្នាដោយសារមួយរយៈនេះគឺ AI វាមានតម្លៃថ្លៃបាទឥឡូវគឺវាឡើងថ្លៃសឹងគ្រប់ AI ហើយមិនថា Gemini ឬក៏ Super Grok ទេបាទឥឡូវយើងមកមើលពីការប្រើប្រាស់នៅ Canva Business បាទឬក៏ហៅថា Canva AI ប្រភេទ Ultra បាទអញ្ចឹងដើម្បីចូលទៅប្រើអ្នកគ្នាវាយកន្លែង search នេះវាយពាក្យថា Canva Business បាទរួចអ្នកគ្នាធ្វើការចុចនៅលើ website លើគេបាទបន្តមកទៀតអ្នកគ្នាចុចពាក្យថា login បាទរួចនៅកន្លែងនេះអ្នកគ្នាអាចមាន3ជម្រើសទី1គឺយើងប្រើ Gmail Facebook និង email ឥឡូវខ្ញុំសាញជាមួយនឹង Gmail ដោយសារតាខ្ញុំមាន Gmail ច្រើនអូខេអញ្ចឹងយើងចុច link មកបាទ link ជាមួយ Gmail យើងមកបាទបន្តមកទៀតអ្នកគ្នាត្រូវចុចពាក្យថា start free trial អញ្ចឹងអ្នកគ្នាត្រូវតែធ្វើការsubscribe នៅ free trial 30ថ្ងៃដោយយើងអត់ត្រូវការចំណាយលុយទេបាទអញ្ចឹងយើងអាចធ្វើការ subscribe ទៅយើងចុចពាក្យថា next បាទអញ្ចឹងនៅកន្លែងនេះអ្នកគ្នាត្រូវធ្វើការដាក់កាតធនាគារ ABA របស់អ្នកគ្នាចូលមកអញ្ចឹងកាតដែលយើងយកមកដាក់គឺយើងត្រូវយកកាតដែលកំណត់ transaction ទឹកលុយត្រឹម$5បាទអូខេអញ្ចឹងអ្នកគ្នានៅកន្លែងនេះគឺខ្ញុំអត់បានបង្ហាញទេដោយសារខ្ញុំ subscribe រួចហើយអញ្ចឹងខ្ញុំបើកplan ដែលខ្ញុំបាន subscribe ហើយបាទអញ្ចឹងសម្រាប់អ្នកគ្នាដែលបានធ្វើការ subscribe ហើយនៅកន្លែងនេះវាចេញពាក្យថា team បាទអញ្ចឹងនៅកន្លែងនេះគឺអ្នកគ្នាអាច invite ឲ្យ user ផ្សេងទៀតចូលទៅប្រើនៅគម្រោង business នឹងបានបាទអូខេអញ្ចឹងនៅពេលដែលអ្នកគ្នាមានគម្រោងប្រភេទ business ហើយគឺអ្នកគ្នាអាចចូលមកកាន់ Canva AI បាទអញ្ចឹងនៅកន្លែងនេះគឺអ្នកគ្នាអាចធ្វើការ create video ជាមួយនឹងAI Canva ហ្នឹងប្រភេទជា Ultra បាទអញ្ចឹងសម្រាប់ការ generate ដោយប្រើ model Ultra នៅក្នុង Canva AI នេះគឺអ្នកគ្នាអាចធ្វើការ generate បានចំនួន30វីដេអូបាទអញ្ចឹងនៅពេលដែលវា limit តើយើងធ្វើម៉េចដើម្បីប្រើវាបានរហូតបាទអញ្ចឹងរាល់ការ limit អ្នកគ្នាត្រូវតែធ្វើការ invite នៅ user ថ្មីអញ្ចឹងអ្នកគ្នាចុចកន្លែងនេះមកអ្នកគ្នាចុចកន្លែង team អ្នកគ្នាចុចពាក្យថា invite people បាទបន្តមកទៀតអ្នកគ្នាត្រូវធ្វើការ copy link នេះដើម្បីឲ្យ user ថ្មីចូលទៅប្រើបាទអញ្ចឹងនៅពេលដែលអ្នកគ្នាធ្វើការ generate អស់អ្នកគ្នាចាប់ផ្ដើមធ្វើ account ថ្មីមកបាទអញ្ចឹងការធ្វើវាលឿនមែនតើបាទអត់មានយូរទេបាទអញ្ចឹងអ្នកគ្នាអាចធ្វើទុក20-30 account ទៅតាមតម្រូវការរបស់អ្នកគ្នាបាទឥឡូវអ្នកគ្នាធ្វើការបើកនៅជ្រុំ browser មួយមកបន្ទាប់មកយើងធ្វើការ pass នៅ link invite មិញចូលមកបាទបន្ទាប់មកអ្នកគ្នាធ្វើការ link ជាមួយនឹង Gmail របស់គ្នាបាទអញ្ចឹងបើយើងមាន Gmail យើង link Gmail បើយើងមាន Facebook យើង link Facebook បាទបាទអញ្ចឹងនៅកន្លែងនេះអ្នកគ្នាធ្វើការខ្វែងវាចោលមកអូខេឥឡូវយើងបានចូលទៅកាន់ plan ជា team នៃ Canva Business ហើយបាទយើងមើលកន្លែងនេះយើងដាក់ថា accept ហើយយើងមើលកន្លែងនេះមកឃើញយើងមាន team បាទអញ្ចឹងនៅពេលនេះគឺយើងអាចចូលទៅប្រើ Canva AI បានហើយបាទចំពោះការប្រើ Canva AI យើងចុចកន្លែង video clip នៅកន្លែងនេះគឺយើងយក Ultra បាទអញ្ចឹងយើងយក Ultra ដើម្បីឲ្យវីដេអូយើងវាចេញគុណភាពល្អបន្ទាប់មកយើងមើលកន្លែង style បាទកន្លែង style ជាកន្លែងដែលយើងកំណត់ប្រភេទវីដេអូយើងជាបែបដូចជាបែបតក្កតាបែប realistic ឬក៏បែបភាពយន្តនេះបាទអញ្ចឹងយើងប្រើបែប cinematic នេះបាទហើយនៅកន្លែង radio នេះយើងកំណត់បានតែតម្រង់ផ្ដេកទេបាទកន្លែងនេះយើងចង់ឲ្យវីដេអូយើងមានសំឡេងកន្លែង frame នេះគឺជាកន្លែងដែលថតមកមានទីតាំងនៅខាងមុខខាងឆ្វេងអីចំហៀងអីជាដើមបាទអញ្ចឹងយើងអាចកំណត់នៅក្នុងនេះបាទ lighting គឺយើងកំណត់ពន្លឺវាចាំងបែបម៉េចបាទអូខេបន្តមកទៀតយើងអាចធ្វើការនេះ upload នៅរូបភាពដើម្បីបំលែងពីរូបភាពទៅជាវីដេអូចំណុចនេះគឺសំខាន់បាទអញ្ចឹងរាល់វីដេអូយើងទាំងអស់គឺធ្វើចេញពីរូបភាពទៅបាទអញ្ចឹងមានរូបភាពគឺអាចធ្វើវីដេអូបានអញ្ចឹងសំខាន់បំផុតគឺការបង្កើតតួអង្គបង្កើតរូបភាពតមកយើង
upload ចូលមកកន្លែងហ្នឹងមកបាទ upload ដើម្បីបំលែងចេញពីរូបភាពទៅជាវីដេអូហើយបន្តមកទៀតគឺ prompt អ្នកគ្នាអត់ចេះសរសេរ prompt គឺអ្នកគ្នាអាចចូលទៅកាន់ ChatGPT ដើម្បីឲ្យ ChatGPT ជួយសរសេរ prompt បានបាទអញ្ចឹងដើម្បីធ្វើការសរសេរ prompt អ្នកគ្នាធ្វើការ upload នៅរូបភាពដែលយើងចង់សរសេរ prompt ហ្នឹងមកឥឡូវខ្ញុំរករូបភាពដែលខ្ញុំចង់សរសេរអូខេរូបភាពមួយនេះយើងធ្វើការ upload ឲ្យ ChatGPT មកបាទអញ្ចឹងសម្រាប់ការឲ្យវាជួយសរសេរ prompt អ្នកគ្នាអាចសរសេរជាខ្មែរមករៀបរាប់មកយើងអាចប្រាប់វាថាសូមជួយសរសេរ prompt បង្កើតវីដេអូអំពីអីចឹងទៅបាទឬក៏អ្នកគ្នាចេះអង់គ្លេសតិចតួចដូចខ្ញុំអញ្ចឹងខ្ញុំអាចសរសេរមកបាទ write prompt to generate video using this image to make video look natural movement បាទមានន័យថាខ្ញុំចង់ឲ្យវាជួយបង្កើតនៅវីដេអូមួយដែលមើលទៅវាដូចជាមានចលនាបែបធម្មជាតិអញ្ចឹងណាបាទអញ្ចឹងយើងអាចចុច generate មកដើម្បីធ្វើការឲ្យវាសរសេរ prompt មកហើយបាទបន្ទាប់ពី ChatGPT សរសេរ prompt ចប់ហើយអ្នកគ្នាធ្វើការ copy prompt នឹងយកទៅធ្វើការ generate មកបាទអញ្ចឹងយើងផាសមកបាទអញ្ចឹងចំពោះគុណភាពវីដេអូយើងមើលទៅវាមិនល្អដល់ Gemini មែនក៏ប៉ុន្តែវាអាចទទួលយកបានអញ្ចឹងសម្រាប់យើងអត់ចង់ចំណាយលុយទៅលើការទិញ AI គឺយើងអាចប្រើវាបានបាទសម្រាប់ផលិត content មួយចំនួនដូចជា content បែបរឿងអីដាក់ក្នុង YouTube អីគឺបាន